សួស្តីបងប្អូនបាទមួយរយៈនេះយើងឃើញថាមានការផុសផុលមែនទែនពាក់ព័ន្ធទៅនឹងការលើកឡើងពីបញ្ហាដែលសហរដ្ឋអាមេរិកដាក់ពន្ធ 49% មកលើប្រទេសកម្ពុជាយើងបាទបងប្អូនដឹងទេថា 49% ហ្នឹងគេគិតទៅលើអី 49% ហ្នឹងគេគិតទៅលើអនុភាពនៃពន្ធសរុបនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជាដែលកម្ពុជាយើងយកពីគេអញ្ចឹងហើយគេគិតធ្វើយ៉ាងម៉េចឲ្យវាស្មើទៅនឹង 50% នៃអនុភាពពន្ធសរុបដែលនាំផលិតផលចូលមកប្រទេសកម្ពុជាហ្នឹងមិនថាកម្ពុជាទេវៀតណាមថៃឡាវម៉ាឡេស៊ីសិង្ហបុរីប្រទេសជាង100ដែលនៅលើពិភពលោកហ្នឹងគឺដែលអាមេរិកដាក់ពន្ធហ្នឹងគឺគេគិតធ្វើម៉េចឲ្យស្មើទៅនឹង 50% ដោយកម្ពុជាយើង90យើងយកពន្ធពីគេរហូតដល់ 97% យើងមើលតារាងទៅដឹងហើយនេះយើងយកពន្ធពីសហរដ្ឋអាមេរិកកន្លងមកហ្នឹងគឺ 97% អញ្ចឹង 97% យើងចែកយ៉ាងពីរទៅឃើញវាស្មើនឹង 49% អញ្ចឹងសហរដ្ឋអាមេរិកយក 50% គឺស្មើនឹង 49% បាទដូចឡាវ95% នាំឲ្យតំណែងចូលពីសហរដ្ឋអាមេរិកយកពន្ធ 95% សរុបហើយដល់ពេលសហរដ្ឋអាមេរិកដាក់ទៅវិញគឺយកពន្ធពីឡាវ 48% ក្រោមកម្ពុជាតែ 1% ទេអញ្ចឹងហើយវាស្មើនឹង 50% បើយើងធៀបទៅនឹងពន្ធសរុបនៃប្រទេសនិងពន្ធនាំចេញវិញគឺយើងស្មើនឹង 50 វា 51%ដូចថៃយកពន្ធនាំចូលពីសហរដ្ឋអាមេរិកចំនួន 72% ដល់ពេលសហរដ្ឋអាមេរិកយកវិញគឺស្មើទៅនឹង 36% វាស្មើទៅនឹង 50 គឺ 51% ដូចទៅកម្ពុជាដូចទៅឡាវដែរដែលឡែកវៀតណាមយកពន្ធពីសហរដ្ឋអាមេរិកសរុប 90% សហរដ្ឋអាមេរិកយកពន្ធពីវៀតណាមវិញគឺ 46% បើយើងគិតវៀតណាមគឺច្រើនជាងគេគឺច្រើនជាងកម្ពុជាថៃឡាវទៅទៀតគឺស្មើទៅនឹង 51.11% បើយើងធៀបទៅនឹងពន្ធនាំចូលសរុបចឹងហើយបងប្អូនកុំបារម្ភអីដែលថាគេតម្លើងពន្ធនឹងមិនមែនតែឡើងតែកម្ពុជាទេគ្រប់បណ្ដាប្រទេសគឺគេធ្វើមិនឲ្យអនុភាពនឹងវាស្មើគ្នាមូលហេតុអីបានគេយកចឹងដោយសារថ្ងៃនេះលោក JD Vance អនុប្រធាននាយកដ្ឋានសហរដ្ឋអាមេរិកហ្នឹងបានលើកឡើងថាវិធានការនៃការតម្លើងពន្ធហ្នឹងគឺជាគោលនយោបាយថ្មីដើម្បីកែលម្អពាណិជ្ជកម្មសហរដ្ឋអាមេរិកដែលបានបរាជ័យជាង40ឆ្នាំចុងក្រោយមកនេះបាទគឺរោងចក្រនិងការងារបានចេញទៅក្រៅប្រទេសជាច្រើនដូច្នេះក្រោមការដឹកនាំរបស់លោក Donald Trump សហរដ្ឋអាមេរិកត្រូវតែខិតខំប្រឹងប្រែងទាញអាជីវកម្មនិងការងារចូលមកក្នុងសហរដ្ឋអាមេរិកវិញហើយលោកបានបន្តថាការដាក់វិធានការតម្លើងពន្ធរបស់សហរដ្ឋអាមេរិកចំពោះបណ្ដាប្រទេសនានារួមទាំងកម្ពុជាផងគឺការប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងកម្លាំងសេដ្ឋកិច្ចនិងរក្សាលំនឹងជញ្ជីងពាណិជ្ជកម្មពលមិនមែនជាទំនាស់មនោគមវិជ្ជានយោបាយអីនោះទេគ្មានអ្វីលោកបានបន្តថាគ្មានអ្វីដែលថាដោះស្រាយមិនបាននោះទេហើយការប្រជុំនេះការប្រជុំជាអន្តរការនេះយើងនៅតែមានឱកាសក្នុងការចរចាដើម្បីរក្សាផលប្រយោជន៍ទាំងសងខាងបាទអញ្ចឹងលោកជាឌីវ៉ាន់បានលើកឡើងហើយថាហើយកម្ពុជានៅតែមានឱកាសក្នុងការចរចាអញ្ចឹងមិនថាកម្ពុជាថៃឡាវអីទេគឺមានឱកាសក្នុងការចរចាទាក់ទងនឹងការតម្លើងពន្ធដែលសហរដ្ឋអាមេរិកដាក់មកហ្នឹងបាទអញ្ចឹងហើយមួយទៀតបាទហើយមួយទៀតបើសិនជាតម្លើងមែនមិនមែនតម្លើងនៅក្នុងឆ្នាំហ្នឹងឬឆ្នាំក្រោយទេដោយសារការធ្វើពាណិជ្ជកម្មគឺគេមានកុងត្រារបស់គេគឺគេធ្វើកិច្ចកុងត្រារយៈពេល3ឆ្នាំបើសិនជាលោក Donald Trump ដាក់ពន្ធនៅក្នុងឆ្នាំនេះអញ្ចឹងបញ្ហាដែលត្រូវកើតឡើងនៅក្នុងឆ្នាំ2027ឬក៏2028ដែលបញ្ហាសេដ្ឋកិច្ចដែលត្រូវកើតឡើងអញ្ចឹងហើយបងប្អូនមិនបាច់ព្រួយបារម្ភថាវាត្រូវកើតភ្លាមហើយរោងចក្រត្រូវតែដកចេញពីប្រទេសកម្ពុជាទោះបីជាតម្លើងពន្ធក៏រោងចក្រសហគ្រាសក៏គេបន្តដែរមូលហេតុអីបានខ្ញុំថាគេបន្តដោយសារតែប្រទេសផ្សេងក៏គេតម្លើងពន្ធដែរគ្រាន់តែថាគេតម្លើងពន្ធតិចជាងយើងរៀងច្រើនជាងគេបន្តិចតែប៉ុណ្ណោះហើយបើសិនជាយើងគិតជា GDP សរុបនៃបណ្ដាប្រទេសផ្សេងគឺវាស្មើតែគ្នាទេគឺគេគិត 50% នៃពន្ធសរុបនៅបណ្ដាប្រទេសនីមួយៗបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេសូមបងប្អូនកុំព្រួយបារម្ភអីបញ្ហាហ្នឹងខ្ញុំជឿជាក់ថារដ្ឋាភិបាលនឹងដោះស្រាយបានព្រោះថារដ្ឋាភិបាលលោកតែតែគិតគូរដល់ជីវភាពប្រជាពលរដ្ឋទាំងអស់នៅពេលដែលមានបញ្ហាអញ្ចឹងគឺលោកបារម្ភណាស់អញ្ចឹងហើយអ្នកសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាកំពុងតែរកវិធីសាស្ត្រនិងគោលនយោបាយយ៉ាងម៉េចដើម្បីឲ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយពន្ធមកលើកម្ពុជាវិញបាទអញ្ចឹងសូមអរគុណសូមជម្រាបលា